ចាអូនសម្លាញ់ស្រាប់ម៉ាំងក៏ខាងបងស្ងួតប៉ុន្តែលាយគ្រឿងផ្សំហាវយ៉ៃបងបញ្ជាក់មួយមូលហេតុដែលបងលក់ជាមួយនឹងម៉ាំងកស្ងួតនេះគឺដោយសារតែដើម្បីរក្សាទុកបានយូរតាមបែបធម្មជាតិបងអត់ចង់ដាក់សារធាតុរក្សាទុកទេបើសិនជាម៉ាំងអង្គសើមទុកបានយូរលុះត្រាតែដាក់សារធាតុរក្សាទុកបានយើងទុកបានយូរហើយសារធាតុនឹងត្រូវដាក់ខ្លាំងទៀតដាក់ល្មមទុកបាត់ឈ្នេះឯងព្រោះអីវាងាយនឹងផ្អូមប៉ុន្តែបងអត់ប្រើទេបងសុកចិត្តលាយគ្រឿងផ្សំហើយទាំងអស់ហ្មងមានទាំងប្រេងមានទាំងប្រទាលគ្រប់សពបែបហ្នឹងនៅក្នុងហ្នឹងទាំងអស់ក្រិតក្រំវល់ត្រឹមត្រូវលាយល្បាយហើយអស់បានយកទៅដកជាតិទឹកចេញដើម្បីរក្សាទុកបានយូរហើយអត់ប៉ះពាល់ដល់សុខភាពបើនិយាយពីស្ងួតទៅនឹងសើមគុណភាពតែមួយឯងយកទៅដល់លាយតែទឹកធម្មតាប្រើប្រាស់បានហើយខ្ញុំឆ្លងកាត់ជាមួយនឹងការលក់ផលិតផលចូលជិត10ឆ្នាំហើយបងប្អូនខ្ញុំមិនដែលជួបប្រទេសផលិតផលណាដែលលក់ដាច់រងថ្ងៃដូចម៉ាំងអង្គនេះទេនិយាយម៉ែតាំងពីខ្ញុំលក់ម៉ាំងអង្គនឹងមកចូលជិត2ឆ្នាំហើយនិយាយពីថាលក់ដាច់រាល់ថ្ងៃលុះត្រាតែថ្ងៃបុណ្យទាននេះបាទខ្ញុំអត់បានចេញអីវ៉ាន់ជូនមួយប៉ុន្តែនៅតែលក់ដាច់នៅតែមានមួយគាត់ឆាតមកកំងសូម្បីតែថ្ងៃបុណ្យថ្ងៃទានណាបងប្អូនដល់ពេលចូលបើកន្លែងវិញមិនចាប់ដើមដាក់ជូនគាត់មានថ្ងៃណាដែលថាម៉ាំងអង្គលក់មិនដាច់ទេបងប្អូនហើយទាំងមួយចាស់ទាំងមួយថ្មីទៅឲ្យតែបានប្រើដឹងតែនិយាយថាគុណភាពអត់សមនឹងតម្លៃហ្មងខ្ញុំមានមោទនភាពខ្លាំងដោយសារតែផលិតផលជាផលិតផលខ្មែរបើមិនជាផលិតផលនាំចូលលក់ដាច់អញ្ចឹងក៏ខ្ញុំសប្បាយដែរគ្រាន់ថាអត់សូវមានមោទនភាពខ្លាំងអីចឹងទៅព្រោះនេះជាស្នាដៃកូនខ្មែរប៉ັດប្រកាសឲ្យផលិតផលនៅក្នុងស្រុក ingredient នៅក្នុងស្រុកទាំងអស់សំខាន់ណាបងប្អូនខ្មែរយើងដែលនៅក្រៅប្រទេសក៏គាត់គាំទ្រដែរខ្ញុំពិតជាសប្បាយចិត្តហើយក៏អរគុណបងប្អូនខ្លាំងមែនតើ